ប្រសិនបើយើងនិយាយអំពីផ្លិចលោរបស់ brand Puizo Django 150មួយនេះអ្នកទាំងអស់គ្នានឹងឃើញអំពី style vintage ឬក៏ style classic របស់គេមុនគេ Django 150មួយនេះមិនមែនជា scooter ធម្មតានោះទេប៉ុន្តែវាជា scooter មួយដែលគេបានលាយបញ្ចូល vintage style ជាមួយនឹងបច្ចេកវិទ្យាសម័យឥឡូវដែលអ្នកទាំងអស់គ្នាបានឃើញច្បាស់ទៅលើ windshield មួយនេះគឺជា style vintage ហ្នឹងហើយថ្ងៃនេះយើងនឹងមកដឹងអំពី spec របស់ម៉ូតូមួយនេះនេះគឺជា scooter របស់ Puizo Django ដែលមានកម្លាំង 150cc មានកម្លាំង horsepower 11.3 4 stroke និងមាន full air injection ឬក៏យើងហៅថាប៊ិចសាំងកម្លាំងប៉ុណ្ណេះវាមិនខ្លាំងពេកវាមិនខ្សោយពេកដែលយើងអាចប្រើប្រាស់នៅក្នុងទីក្រុងបានយ៉ាងងាយស្រួលសម្រាប់ប្រភេទម៉ាស៊ីនរបស់គេវិញគឺគេប្រើប្រភេទម៉ាស៊ីន single cylinder ហើយមួយទៀតទាំងអស់គ្នាដឹងហើយពីច្រើន scooter គឺគេប្រើខ្សែពានមួយនេះក៏មិនខុសគ្នាពី scooter ផ្សេងៗដែរខ្សែពានដូចគ្នាហើយសម្រាប់ចំណុចធុងសាំងរបស់គេវិញគឺមានចំណុះ 8.5 លីត្រអញ្ចឹងគួរសមដែរសម្រាប់ជិះក្នុងក្រុងមួយទៀតផងដែរ Django មួយនេះប្រសិនបើយើងមើលមួយផ្លែតយើងវែងដែរអញ្ចឹងប្រវែងនេះដល់ប្រវែងនេះវាមានប្រវែង 1.92 មីលីម៉ែត្រឯណោះអញ្ចឹងជិះ2នាក់ស៊ីផុយអត់ឆ្អៀតនោះទេឬក៏ option មួយទៀតអ្នកទាំងគ្នាអាច cover cap មួយនេះបានដាក់ cover ខាងក្រោយហ្នឹងអញ្ចឹងមានថាមានតែ solo seat នេះទេសម្រាប់ការរបស់គេវិញគឺទន់មែនតើអត់រឹងទេអញ្ចឹងអាចជិះនៅក្នុងក្រុងឬក៏ទៅអាចផ្លូវឆ្ងាយល្មមត្រឹម100គីឡូអីខ្ញុំគិតថាអត់ចង្កួតនោះទេសំខាន់មួយទៀតម៉ូតូមួយនេះកែបរបស់វាធំមែនតើដែលអ្នកទាំងគ្នាអាចឃើញថាកែបរបស់វាហ្នឹងអង្គុយម្នាក់ឯងក៏បានអង្គុយ2នាក់ក៏មិនឆ្អៀតនោះដែរហើយសម្រាប់កម្ពស់កែបរបស់វាវិញវាមានកម្ពស់780មីលីម៉ែត្រហើយនៅទម្ងន់ម៉ូតូមួយនេះវាមានទម្ងន់135គីឡូអញ្ចឹងសម្រាប់ខ្ញុំគិតថាស្រាលដោយសារខ្ញុំជិះម៉ូតូ classic ទម្ងន់ប៉ុន្តែមួយនេះស្រាលមែនតើដោយសារអីទីមួយតទៅជាមួយនឹងកៅអៅរបស់វាមិនមែនចិត្តដៃទាំងអស់នោះទេកន្លែងខ្លះចូលកន្លែងខ្លះដៃទៅអញ្ចឹងវាងាយស្រួលសម្រាប់យើងប្រើប្រាស់សម្រាប់ម៉ូតូមួយនេះផងដែរប្រព័ន្ធតាំងរបស់គេគឺគេប្រើ ABS ទាំងមុខទាំងក្រោយហើយសម្រាប់កង់របស់វាមានទំហំ12ទាំងមុខទាំងក្រោយតែម្ដងអញ្ចឹងស្មើគ្នាហើយមួយទៀតផងដែរខ្ញុំចាប់អារម្មណ៍ទៅលើខ្នងរបស់វាខ្នងកង់របស់វានឹងគឺស្អាតមែនទែនដែលគេធ្វើមករបៀប classic តែម្ដងហើយសម្រាប់ភ្លើងបំភ្លឺរបស់គេវិញទាំងសញ្ញោមុខក្រោយភ្លើងចង្កៀងអីគឺប្រើ LED ទាំងអស់ហើយដោយសារម៉ូតូសម័យឥឡូវពីច្រើនគឺ LED ហើយអញ្ចឹង for sure មួយនេះគឺបច្ចេកវិទ្យាថ្មីបច្ចេកវិទ្យាចុងក្រោយក៏គេប្រើ LED ដូចគ្នាផងដែរតោះទាំងអស់គ្នាឥឡូវយើងមកមើលអំពីបច្ចេកវិទ្យារបស់គេតើគេមានអ្វីខ្លះកុងទ័ររបស់ Django មួយនេះគឺជាប្រភេទ TFT មានន័យថា Thin Film Transistor Display ជាប្រភេទអេក្រង់ Digital ពណ៌ពេញដែលប្រើនៅលើម៉ូតូ Scooter ទំនើបហើយអេក្រង់ LCD មួយនេះគឺមានគុណភាពច្បាស់ដែលវាចូលខ្លួនមកជំនួសកុងទ័រស៊េរីចាស់ៗឬក៏កុងទ័រដែលមានអេក្រង់បែបធម្មតានិងសាមញ្ញពីមុនអត្ថប្រយោជន៍របស់កុងទ័រមួយនេះគឺមើលឃើញច្បាស់ពន្លឺគ្រប់គ្រាន់ទាំងយប់ទាំងថ្ងៃ Graphic ពណ៌វិញគឺយើងអាចបដូរបានតាមចិត្តហើយកុងទ័រនេះអាចបង្ហាញ data ជាច្រើនក្នុងពេលតែមួយដូចជាល្បឿនចម្ងាយធ្វើដំណើរបរិមាណសាំងសីតុណ្ហភាពម៉ាស៊ីននិងព័ត៌មានផ្សេងៗម៉ូតូនេះស៊ី3លីត្រជាងទាំងនេះនឹងឆ្ងល់ថាហេតុអីម៉ូតូ Scooter មួយនេះស៊ីខ្លាំងម្ល៉េះទី1តើតទៅជាមួយនឹងកម្លាំងម៉ាស៊ីនរបស់វា 150cc ទី2វាតទៅជាមួយនឹងទម្ងន់របស់ម៉ូតូដែលវាមានទម្ងន់យ៉ាងធ្ងន់ដែរអញ្ចឹងវាត្រូវការកម្លាំងដើម្បីអូសរថម៉ូតូមួយនេះអញ្ចឹងសម្រាប់ម៉ូតូមួយនេះតើវាស័ក្តិសមជាមួយនឹងក្រុមមនុស្សបែបណាសម្រាប់ខ្ញុំគិតថាម៉ូតូមួយនេះវាស័ក្តិសមជាមួយនឹងក្រុមមនុស្សដែលចូលចិត្តបែប classic បែប cafe racer ហ្នឹងគឺវាត្រូវមែនតើទៅធ្លាប់ទៅលើ cafe racer បែបជាម៉ូតូ cafe មានអំព្រីយ៉ាអញ្ចឹងណាប៉ុន្តែមួយនេះប្លែកមែនតើគឺគេ design cafe racer ទៅលើ scooter វិញអញ្ចឹងទាំងអស់គ្នាតើទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះ model cafe racer scooter មួយនេះ